នេះជា Oppo Find N5 ជាកម្ពុជាទូរស័ព្ទបត់ចំនួនថ្មីរបស់ Oppo ដែលមានកម្រាស់ស្ដើងបំផុតនៅពេលបត់ចូលមានកម្រាស់ត្រឹម 8.9 មីលីម៉ែត្រនិងពេលលាតចេញមានកម្រាស់ត្រឹម 4.2 មីលីម៉ែត្រតែប៉ុណ្ណោះដែលកម្រាស់របស់វាជាក់ស្ដែងគឺស្ដើងជាង Honor Magic V Series ទៀតគ្រាន់តែដោយសារតែ Oppo គាត់រក្សារចនាបថជ្រុងកាលពីឆ្នាំមុនដែលធ្វើឲ្យពេលចាប់កាន់ផ្ទាល់យើងមិនមានអារម្មណ៍ថាវាស្ដើងខ្លាំងនោះទេក៏ប៉ុន្តែកម្រាស់ជាក់ស្ដែងគឺពិតជាស្ដើងខ្លាំងមែនទែនហើយឃើញកម្រាស់របស់វាស្ដើងបែបនេះក៏ប៉ុន្តែថ្មពីសន្លឹកក្នុងខ្លួនរបស់វាមានទំហំដល់ 5600 មីលីអាំពែដែលថ្មនេះគឺតូចជាង Vivo X4 Series ត្រឹមតែ100 មីលីអាំពែតែប៉ុណ្ណោះដែលធ្វើឲ្យ Oppo Find N5 ក្លាយជាទូរស័ព្ទបត់អេក្រង់ដែលមានថ្មកាន់បានយូរបំផុតហើយនៅពេលនេះរបស់ក្នុងប្រអប់មានខេសស្បែកគុណភាពខ្ពស់មួយនិងឆ្នាំងសាកល្បឿន80វ៉ាត់ភ្ជាប់មកជាមួយដែលធ្វើឲ្យអ្នកទិញចំណេញលុយយ៉ាងហោចណាស់ក៏$80ដែរហើយរចនាបថនៅឆ្នាំនេះ Oppo ហាក់ដូចជាស្ទើរលើគំនិត design ទម្រង់កាមេរ៉ាខាងក្រោយតាំងពីនៅលើ Find X8 Pro មកម្លេះហើយនៅលើ Find N5 នេះហាក់ដូចជាមិនសូវកាចដូចជានៅលើ Find N3 ឬក៏យើងស្គាល់ថា OnePlus Open ទេក៏ប៉ុន្តែចំណុចនេះគឺស្ថិតនៅលើអ្នកទាំងអស់គ្នាជាអ្នកសម្រេចហើយអ្វីដែលជាការកែប្រែដ៏ល្អបំផុតគឺវាលែងទឿទៀតហើយមានន័យថាຂະຫນាតអេក្រង់ 6.62 អ៊ីននៅពេលដែលយើងបត់ចូលរបស់ទូរស័ព្ទនេះគឺវាដូចនឹងទូរស័ព្ទបត់ដទៃដែរវារាងស្រឡូនត្រវែងមកល្មម 20.7 ដោយ 9 ដែលធ្វើឲ្យ Find N5 ងាយស្រួលកាន់ប្រើដោយដៃមួយក្នុងករណីយើងមិនបើកប្រើអេក្រង់ធំខាងក្នុងតែការបដូរមករាងត្រវែងបែបនេះភ្លាមៗក៏បានធ្វើឲ្យ Oppo រាងងាងបន្តិចដែរគឺគាត់ដាក់ប៊ូតុងសំឡេងមិនចំគោលដៅมันងាយស្រួលក្នុងការចុចបញ្ជានិយាយមែនចំណុចនេះខ្ញុំទើសតាំងពីឲ្យប្រអប់ភ្លាមមកម្លេះប៊ូតុងបិទបើកសំឡេងគួរតែយកដាក់នៅផ្នែកខាងក្រោមបន្តិចព្រោះបើបែបនេះគឺវាផុតទៅលើខ្លាំងពេកដែលធ្វើឲ្យយើងកាន់ប្រើប្រាស់ប្រចាំថ្ងៃពិបាកក្នុងការឈោងចុចព្រោះប្រវែងតួខ្លួនបណ្ដោយរបស់ទូរស័ព្ទនេះគឺសឹងស្មើនឹង S25 Ultra ទៅហើយ 160.9 មីលីម៉ែត្រខ្ញុំទទួលស្គាល់ថាប៊ូតុងនេះនឹងទាក់ដៃនៅពេលដែលយើងបើកប្រើអេក្រង់ធំតែបើសិនជាយើងសិក្សាឲ្យច្បាស់ពីអ្នកប្រើអេក្រង់ធំខាងក្នុងហ្នឹងបើកតែពេលចាំបាច់តែប៉ុណ្ណោះព្រោះអ្វីដែលយើងកាន់ប្រើជាប់គឺអេក្រង់តូចខាងក្រៅទៅវិញទេតាក់ទងនឹង building quality សំពត់ជំវិញគឺជា aluminum alloy ចំណែកឯតួត្រង់ទំនងកណ្ដាលដែលជាគន្លឹះហ៊ីងនេះគឺជា titanium alloy ល្អដែរដែលបាន titanium alloy ព្រោះ titanium alloy គឺជាលបាយនៃ titanium grade 5ហើយចំណែកខ្នងខាងក្រោយគឺជា fiber glass នេះដោយសារតែគេធ្វើវាស្ដើងពេកធ្វើយើងចាប់កាន់ទៅវាហាក់ដូចជាមិនសូវព្រាមមៀមទេវាហាក់ដូចជាចង់កាត់ទៅរករាងជាប់បន្តិចក៏ប៉ុន្តែចំណុចនេះគឺមិនអីទេហើយតើតើនឹងអាវក្រការពារទឹកគឺវាមានដែរដល់ IPX9 ដែលធន់នឹង high pressure ស្ពាតទឹកដល់ទៅ1ម៉ែត្រកន្លះក្នុងរយៈពេលកន្លះម៉ោងតើតើនឹងអេក្រង់ខាងក្រៅទូទំហំ 6.62 អ៊ីននេះក៏គេបានក្រាលដោយ nano crystal seal ឬក៏ ceramic seal ដើម្បីការពារអេក្រង់ខាងមុខនេះផងដែរដោយឡែក flexible screen ខាងក្នុងមាន shield UTG 2ស្រទាប់ដែលធន់នឹងការបត់ជាងមុន 30% និងធន់ជាមួយការប៉ះទង្គិចជាងមុនដល់ 70% ហើយខ្ញុំក៏សង្កេតឃើញថាវាកាត់បន្ថយចំណាំងផ្លាតបានល្អគួរសមលើពីហ្នឹងគឺផ្នត់កណ្ដាលក៏យើងមិនសូវឃើញដូចពីមុនផងដែរ Oppo បានបង្កើនភាពធន់នៃគន្លឹះហ៊ីងថ្មីនេះដោយធ្វើការ 3D print titanium alloy casing និង wing plate ជួយឲ្យហ៊ីងថ្មីនេះវាស្ដើងជាងមុន 26% គួបផ្សំជាមួយដែកថែប 2200 MPa ដែលធ្វើឲ្យវាធន់ជាងមុន 36% ហើយបទពិសោធន៍ប្រើប្រាស់ជាក់ស្ដែងប្រចាំថ្ងៃគឺវាពិតជាហាប់ណែនជាង Find N3 ច្រើនហើយសំខាន់បំផុតគឺវាលាតបានត្រង់ដូចបន្ទាត់អញ្ចឹងព្រោះកាល Find N3 វាលាតមិនបានត្រង់ល្អឡើយគ្រាន់តែគន្លឹះហ៊ីងថ្មីនេះនៅតែក្រលាស់រៀងខ្លាំងដដែលនៅពេលដែលយើងលាតចេញចិត្តអស់ដោយក្នុងវីដេអូ sample នេះអញ្ចឹងបើកមិនទាន់អស់ផងវាក្រលាស់ចេញទៅតែម្ដងអត់មានជួយទប់អីបន្តិចសោះដូចនេះយើងជាម្ចាស់កុំលេងទាញតម្លាក់អីបើកមកគួរតែយកដៃជួយទប់ផងព្រោះបើទោះវាធន់យ៉ាងណាក៏មិនប្រកាសថាមិនចេះឡោកនឹងរលុងដែរវាស្ដើងខ្លាំងបែបនេះក៏បានធ្វើឲ្យមានចំណុចមួយដែលស្ទើរបំផុតនៅលើ Find N5 ដែលអ្នកទាំងអស់គ្នាគួរតែដឹងមុននឹងទិញគឺ speaker និយាយមែនវាពិតជាខ្សោយទាំងកម្រិតសំឡេងទាំងសាច់បាសក៏គ្មានប្រៀបដូចជាទូរស័ព្ទតម្លៃ$300ជាងអញ្ចឹងដូច្នេះម្ចាស់ Find N5 ទាំងអស់ប្រហែលជាត្រូវប្រើកាសច្រើនបន្តិចហើយអញ្ចឹងបានថាបាននេះបាត់បង់នោះគឺជារឿងធម្មតាទេសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាហើយខ្ញុំអាចនិយាយបានថាទូរស័ព្ទអេក្រង់បត់គឺគ្មានអនាគតល្អបបរខាប់គ្រប់គ្រឿងឡើយទីផ្សារទូរស័ព្ទបត់ទាំងអស់មានទឹកមាត់លេបលុះត្រាតែមេធំ Apple សម្រាប់ចិត្តចេញអេក្រង់បត់ដែរខ្ញុំមានដំណឹងមួយចង់ប្រាប់ទៅកាន់ប្រិយមិត្តទាំងអស់គ្នាគឺខ្ញុំមាន channel Telegram ផ្ទាល់ខ្លួនមួយក៏ដូចជា Facebook តូចផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំទើបតែបង្កើតថ្មីមួយទៀតគឺសម្រាប់លក់ទូរស័ព្ទអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការ smartphoneផ្សេងអាចចូលទៅមើលក្នុង Facebook page របស់ខ្ញុំឬក៏ចូលទៅក្នុង channel Telegram របស់ខ្ញុំក៏បានដែរហើយខ្ញុំគឺដូចហាងទូរស័ព្ទដៃហាក់ Lee Play Store ដែលខ្ញុំធ្វើការនេះអញ្ចឹងព្រោះខ្ញុំយកតម្រាប់តាមគាត់គឺខ្ញុំផុសដាក់តម្លៃអត់ពិបាកឲ្យអ្នកទាំងអស់គ្នាឆាតសួរនាំតែពិបាកទេបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាជួយគាំទ្រខ្ញុំ
បាទដូចជាការគ្រប់គ្រងមើលវីដេអូកន្លងមកអញ្ចឹងដែរបាទអរគុណអ្នកទាំងអស់គ្នា cover screen ខាងក្រៅមានទំហំ 6.62 អ៊ីនបើកចូលទៅខាងក្នុងវាធំជាងមុនដល់ 8.12 អ៊ីនទាំងអស់ហ្នឹងគឺសុទ្ធតែជាបន្ទះបង្ហាញ OLED ចំនួនចុងក្រោយហើយល្អបំផុតវាមានល្បឿន 120Hz ទាំងក្នុងទាំងក្រៅដូចគ្នាកម្រិតភាពច្បាស់ទឹកពណ៌និងគុណភាពការពារភ្នែកគឺស្ថិតនៅលំដាប់កំពូលដោយឡែកកម្លាំងម៉ាស៊ីនយើងដឹងហើយថា Oppo Find N5 អូសដោយបន្ទះ chip កំពូល Snapdragon 8 Elite ដូចនេះតាក់ទងនឹងការប្រើប្រាស់ធ្ងន់គឺយើងមិនចាំបាច់បារម្ភទេចំពោះ Color OS 15 ស្របពីលើដោយ Android 15 មុខងារភាគច្រើនគឺមិនខុសពីត្រកូល Find X ទេតែ Find N5 ទទួលបាននៅ Search Engine របស់ Google មានប្រយោជន៍មួយចំនួនដូចនឹង Samsung ដែរទី1គឺ AI Gemini យើងអាច hold ប៊ូតុង Power ដើម្បីប្រើទី2គឺ Cycle to Search ដែល Cycle to Search នេះគឺដូច S25 Ultra Best ដាក់តែម្ដងទាំងការគូសដើម្បីស្វែងរកបកប្រែភាសានិងមុខងារស្វែងរកចម្រៀងជាដើមតែអ្វីដែលខ្ញុំសង្កេតឃើញថាថ្មីគឺ Smart Function ចំនួន2ទី1គឺ AI សម្រាយយើងអាចសង្ខេបរាល់អត្ថបទផ្សេងៗនៅលើ website នានាឲ្យខ្លីងាយអាននិងងាយយល់ទី2គឺ AI Speak យើងអាចឲ្យ AI នេះអានអត្ថបទនានាឲ្យយើងស្ដាប់ពិសេសបំផុតគឺវាអាចអានអក្សរខ្មែរយើងជាភាសាខ្មែរបានយ៉ាងច្បាស់ល្មមអាចស្ដាប់បានវាល្អខ្លាំងសម្រាប់អ្នកដែលខ្ជិលអានដូចជាខ្ញុំជាដើមហើយគ្រប់សារ៉ាយនិងផ្សិតត្រូវបានចាត់ទុកជារុក្ខជាតិទោះជាយ៉ាងណាក៏ដោយនៃចំណីបច្ចុប្បន្នទាំងអស់របស់ Plante មិនរាប់បញ្ចូលផ្សិតនិងសារ៉ាយខ្លះក៏ដូចជា Prokaryotes ចំពោះថាមពលថ្ម 5600 មីលីអាំពែរនៅក្នុងខ្លួនវាដូចខ្ញុំនិយាយពីខាងលើអញ្ចឹងថាវាគឺជាទូរស័ព្ទបត់អេក្រង់ដែលមានថ្មកាន់បានយូរបំផុតជាក់ស្ដែងបើសិនជាយើងប្រើប្រាស់អេក្រង់ធំបើយើងប្រើប្រាស់អេក្រង់ធំបែបនេះគឺវាអាចស៊ូបានដល់លើស8ម៉ោងលើស8ម៉ោងនៅលើអេក្រង់ជាប់ហើយបើសិនជាយើងប្រើអាទូចលេខផងគឺអាចស៊ូបានដល់10ម៉ោងឬ10ម៉ោងជាងទៅតាមការប្រើរបស់យើងអញ្ចឹងរយៈពេលប៉ុណ្នេះគឺពិតជាមិនធម្មតាឡើយសម្រាប់ទូរស័ព្ទអេក្រង់បត់ដែលមានកម្រាស់ស្ដើងត្រឹម 4.2 មីលីម៉ែត្របែបនេះចុងក្រោយជាផ្នែកកាមេរ៉ាមួយគ្រាប់ទម្លុះអេក្រង់តូចខាងមុខនិងមួយគ្រាប់ទៀតស្ថិតនៅផ្នែកខាងក្នុងគឺដូចគ្នា8 megapixel aperture 2.4 ប្រវែង21 មីលីម៉ែត្រចាប់ប្លង់ទូលាយបានល្អគ្រាន់បើហើយថែមទាំងអាចថតវីដេអូបានដល់ 4K 30 frame ក្នុង1វិនាទីក៏ប៉ុន្តែកាមេរ៉ាទាំងពីរទីតាំងនេះអាចថាគេដាក់មកសម្រាប់យើងត្រូវការ call វីដេអូចូលរៀនឬក៏ចូលប្រជុំជាដើមព្រោះនេះគឺជាទូរស័ព្ទអេក្រង់បត់យើងអាចប្រើកាមេរ៉ាខាងក្រោយដើម្បីថត selfie ឬក៏ថតវីដេអូខ្លួនឯងបានហើយកាមេរ៉ាខាងក្រោយរបស់ Find N5 គឺជាចំណុចដែលផ្អែមបំផុតហើយនៅលើ foldable phone យើងទទួលបានកញ្ចប់ lens 3គ្រាប់ lens gold បំពាក់ sensor 50 megapixel aperture 1.9 21 មីលីម៉ែត្រមាន OIS ទី2គឺ lens periscope telephoto 50 megapixel aperture 2.7 zoom optical បាន 3x មាន OIS ហើយថែមទាំងអាច zoom digital ដល់ 120x ទី3 lens ទូលាយ ultra wide 8 megapixel aperture 2.2 អាចចាប់ប្លង់ទូលាយបាន116 degree ប្រព័ន្ធកាមេរ៉ានេះនៅតែ collaborate color ជាមួយនឹង Hasselblad និងរុញបន្ថែមដោយ Hypertone camera system ដោយនេះបទពិសោធន៍នៅក្នុងការថតគឺមិនចាញ់ Find X8 ឡើយរូបថតធម្មតាវាផ្ដល់ពណ៌ដិតស្រស់ detail ក៏មានច្បាស់ម៉ត់គ្រាន់តែតាក់ទងនឹងការថត zoom គឺយើងមិនចាំបាច់រំពឹងខ្ពស់ពីវាពេកទេអាចថាវាធ្វើបានល្អនៅចន្លោះ 3x optical និង 5x សំខាន់ពេលយប់ឬក៏ទីខ្សោយពន្លឺគឺពិតជាមិនសរសើរមិនបានវាធ្វើបានល្អក្នុងការស្រូបពន្លឺការបំបត្តិគ្រប់អុចនិងខាត់ទឹកពណ៌ចេញមកបានច្បាស់ដិតស្រស់មិនចាញ់ Vivo X4 Series និង Mate X6 ឡើយចុងបញ្ចប់គឺផ្នែកថតព្រាបទៅខាងក្រោយចំណុចនេះខ្ញុំក៏ rate ឲ្យខ្ពស់ដែរត្រង់ effect ពីលើ background និងការសម្គាល់ប្លង់ស្មុគស្មាញនិយាយមែនចំណុចនេះគឺសឹងតែធ្វើបានល្អជាង Oppo Find X8 Pro ទៀតព្រោះ Find X8 Pro ប្រើប្រាស់បន្ទះ chip Dimensity 9400គឺអាចថាធ្វើការមិនសូវបានល្អដូចជា 8 Elite ទេគ្រាន់តែ Find N5 ទាមទារឲ្យយើងរក្សាលំនឹងដៃបន្តិចនៅពេលថត portrait ទើបធ្វើឲ្យ subject របស់យើងសាបល្អហើយក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះដល់ចប់ជួបជាមួយខ្ញុំបាទ Sathik នៅក្នុងវីដេអូក្រោយបាទ